ពីមនុស្សអត់ចេះហូបកាហ្វេសោះទៅជាម្ចាស់តូបកាហ្វេដល់13មួយនៅម្ដុំបឹងងៀងកងតោះមកស្ដាប់ការចែករំលែកពីកន្លឹះរកស៊ីរបស់គាត់បងជួយរៀបរាប់ពីអាជីវកម្មរបស់បងក្នុងរយៈពេលប៉ុន្មាននាទីហាងកាហ្វេរបស់ខ្ញុំឈ្មោះថា Topping កាហ្វេនៅលើផ្លូវម៉ៅសន្ទុងកាញ់តបតផ្អែមនៅម្ដុំបឹងងៀងកងបងនឹកឃើញមិនបានចាប់ដើមបើកជាអាជីវកម្មហាងកាហ្វេនឹងឡើងមកនិយាយទៅលក្ខណៈថាដូចជារឿងចៃដនមួយកាលពីមុនខ្ញុំលក់បាយជាមួយនឹងម៉ាក់ដល់ពេលតម្រូវការកាហ្វេភេសជ្ជៈច្រើនពេកខ្ញុំក៏សម្រេចចិត្តថាបើកហាងកាហ្វេតាពីពេលហ្នឹងមករហូតដល់ឥឡូវហាងកាហ្វេគេមានចំណាប់អារម្មណ៍ច្រើនចង់បើកតែចង់សួរបងថាការបើកហ្នឹងបងជួបបញ្ហាអីខ្លះអូនិយាយពីបញ្ហាច្រើនណាតែបញ្ហាធំនៅពេលឥឡូវហ្នឹងគឺបញ្ហាការប្រកួតប្រជែងទីផ្សារគឺខ្លាំងមែនតើដោយសារតាអត្រាកើនឡើងនៃការបើកហាងកាហ្វេច្រើនអញ្ចឹងយើងប្រកួតប្រជែងច្រើនទាំងតម្លៃនិង ingredient ដែលយើងទិញចូលមកវាឡើងថ្លៃតែយើងលក់វិញបានរៀងធូរថ្លៃអាចទៅឡើងថ្លៃភ្ញៀវបានខ្លាចដាច់មួយទៅអីអញ្ចឹងណាអូខេអីគេដែលមោទនភាពជាងគេសម្រាប់បងដែលបងសប្បាយចិត្តបំផុតណានិយាយទៅសប្បាយចិត្តខ្លាំងបំផុតនៅពេលដែលយើងចេញមនុយអីមួយធ្វើតរិញហើយឲ្យភ្ញៀវញ៉ាំភ្ញៀវរសារថាឆ្ងាយដាច់ពីមាត់គឺយើងមានអារម្មណ៍ថាដីតុកមោទនភាពទីបំផុតហ្មងហ្នឹងហើយឥឡូវសំណួរចុងក្រោយខ្ញុំឃើញហាងកាហ្វេច្រើនណាស់ដែលគេបើកមកឲ្យវាអត់ដំណើរការបានជោគជ័យបងមានយុទ្ធសាស្ត្រទីផ្សារគេដែលធ្វើឲ្យបើកហាងកាហ្វេមួយហ្នឹងមកវានៅតែដំណើរការដល់ឥឡូវសម្រាប់ខ្ញុំគឺបង្កើតអ្វីដែលថ្មីតម្លៃសមរម្យសំខាន់បំផុតរសជាតិគឺឆ្ងាញ់ធានាញ៉ាំហើយគឺជាប់ចិត្តមានន័យបងចេញថ្មីរហូតទៅអូតាមតន trend គ្រប់ trend លើសពី trend ទៀត signature នៅឡើយខ្ញុំ special ខ្លាំងជាងគេគឺកាហ្វេដូងដុតតែក្រូចឆ្មា7រសជាតិជាមួយនឹងក្រូចច្របាច់3រសជាតិគាត់ទៅស្ដាប់មកក៏ដឹងប្លែកហើយឆ្ងាញ់អូខេបងអរគុណច្រើនសម្រាប់ការ interview វិញនឹងជួបគ្នានៅថ្ងៃក្រោយ